បាទបងប្អូនទស្សនាមើលเพจរបស់ថៃเพจអ៊ីច័ន្ទហ្នឹងបាទវាបំភ្លៃថាកងទ័ពយើងនឹងបាញ់បោះទៅលើភាគីវាមុនហើយវាថាចាប់ពួកបានមិនថាកន្លែងនេះថាចាប់ពួកបានភាសាថៃបាទគេថាណែចាប់កំហុសបានហើយគេថាបាទតែងបងប្អូនយោធាយើងក៏ថតកំហុសហ្នឹងគិតនិយាយតាំងភាសាខ្មែរថាវាបានថៃបានបាញ់មកហើយបាទយើងប្រុងប្រយ័ត្នទាំងអស់គ្នាបាទប្រុងប្រយ័ត្នអស់គ្នាប៉ុន្តែខាងភាគីថៃហ្នឹងគេថាយើងបាញ់មុនទាំងក្នុងវីដេអូនេះកងកម្លាំងយើងឮទាំងសំឡេងថាវាបាញ់មកមុនហើយបាញ់មកហើយយើងប្រុងប្រយ័ត្នទាំងអស់គ្នាបាទប៉ុន្តែเพจអ៊ីច័ន្ទហ្នឹងគេថាយើងបាញ់មុនណែយើងចាប់មកបានហើយគេថាគេទៅពួកចោសៀមមិនថាเพจធំเพจទួយមិនថាទូរទស្សន៍ធំមិនថាប៉ុស្តិ៍លេខម៉ាត់ certificate ទាំងអស់បាទគេទៅពិបាកមែនទៅពួកចោសៀមបង្កហេតុចេះឈប់ចេះឈរមែនបាទហើយមានអាเพจរងរបស់វាទៀតអាเพจពួកបកប្រឆាំងដែលវាចេះច្រកក្រមស្លាប់អាពួកចោសៀមហ្នឹងវាជួយបង្ហោះទៀតហើយវាបាននេះថ្ងៃនេះវាថាមានเพจមួយថាថ្ងៃ28នេះទោះវុធនៅអានសេះទ្រង់ទ្រាយធំតាមពិតមិនមែនទេបងប្អូននៅម៉ោងនេះអត់មានទោះវុធទួយទេបាទស្ងាត់ជ្រាបបាទតាំងពីម្សិលមិញមកយប់មិញក៏ស្ងាត់ដែរបាទហើយថ្ងៃនេះម៉ោង10កន្លះនេះគឺស្ងាត់បាទគ្មានបាតុភិបវាកើតឡើងទេណាស់ទេពួកអាเพจមួយចំនួនដែលចង់បាន view ហើយម្យ៉ាងទៀតเพจនេះគឺជាเพจពួកអាเพจប្រឆាំងប្រកាប់មុខឲ្យជ្រកក្រមស្លាប់ពួកអាចោសៀមណាបាទញ៉ែងចេះចាប់អស់ហើយបាទតាមពិតពួកសៀមវាបាញ់មុនទេបើសិនថាខ្មែរយើងបាញ់មុនមែនបងប្អូនពួកសៀមម្លេះវាបាញ់តវិញហើយវាយុទ្ធភ័ស្តុមិនដឹងស្អីទេបាទម្លេះមុននេះមិនទាន់ចាប់ទេសង្គ្រាមទេកាប់ទៅមិនទាន់ចាប់ទេប៉ុន្តែម៉ោងនេះគ្មានទោះវុធទេបាទស្ងាត់ជ្រាបបាទក៏ទៅជឿអាเพจមួយចំនួនដែលឬក៏ TikTok channel TikTok មួយចំនួនដែលវាបង្ហោះថាមានការផ្ទុះវុធនៅអានសេះទ្រង់ទ្រាយធំហើយអត់មានទេបាទ no អត់មានទេបាទបងប្អូនទាំងអស់គ្នានៅក្នុងបណ្ដាញ TikTok YouTube Facebook បណ្ដាញផ្សេងៗទាំងអស់កុំជឿបាទខ្ញុំនៅកន្លែងនេះបាទមិនឆ្ងាយពីអានសេះប្រហែលទេបាទហើយពលមានពីលឺមកក្រមដឹងអស់បាទមិនបាច់ពួកបោកប្រាស់នឹងវាមកបំភ្លៃទេបាទអរគុណបងប្អូនតាមដានមើលដែលវាវីដេអូវារបស់សៀមcái thọt phải cái đầu